នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Bangkok Post បាទដែលខ្ញុំដកសំយកមកជម្រាបជូនប្រិយមិត្តនេះក៏ប៉ុន្តែសារព័ត៌មានថៃនានាបានចុះផ្សាយហើយដោយឡែកសារព័ត៌មានអន្តរជាតិគឺมันមានផ្សាយទេដោយសារតែរឿងនេះវាលក្ខណៈជារឿងផ្ទៃក្នុងបាទរវាងថៃជាមួយនឹងកម្ពុជាបាទបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថាឥឡូវនេះគឺគណៈរដ្ឋមន្ត្រីទទួលបានការណែនាំឲ្យរៀបចំនីតិវិធីយ៉ាងណាដើម្បីលុបចោលអនុសារណៈនៃការយោគយល់គ្នាបាទ MOU ឆ្នាំ2001បាទដែលមានចំណាស់25ឆ្នាំដែលធ្លាប់បានប្រើប្រាស់សម្រាប់ប្រទេសថៃនិងប្រទេសកម្ពុជាជាក្របខ័ណ្ឌដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែលទូតស៊ីគ្នានាយករដ្ឋមន្ត្រីចាំប្រទេសគឺលោកអនុทิនឆាន់វីរកុលបានមានប្រសាសន៍នៅថ្ងៃអង្គារនេះថាលោកចង់ចាប់ផ្ដើមការងារបឋមលើការលុបចោលឯកសារដ៏ចម្រូងចម្រាសនេះដើម្បីឲ្យរដ្ឋាភិបាលថ្មីអាចចាត់វិធានការនៅពេលដែលខ្លួនចូលកាន់តំណែងការចរចាត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅក្នុងពេលឆាប់ៗនេះដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកអនុทิននិងគណៈបកភូមិใจថៃរបស់លោកបន្ទាប់ពីជ័យជំនះរបស់ខ្លួននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យប្រទេសកម្ពុជានិងប្រទេសថៃបានចុះហត្ថលេខាលើឯកសារ MOU ឆ្នាំ2001នេះបាទដើម្បីកំណត់ទិសដៅសម្រាប់ការចរចាលើការដោះស្រាយការទាមទារដែនទឹកដែលត្រួតស៊ីគ្នានៅឯសមុទ្ររវាងប្រទេសទាំងពីរនៅពេលនោះគឺលោកថាក់ស៊ីនបាទសូមជូនបាទរូបនេះបន្តិចមកគឺរូបនេះលោកថាក់ស៊ីនស៊ីណាវ៉ាត់គឺជានាយករដ្ឋមន្ត្រីនៅពេលនោះដែលបានចុះទៅលើកិច្ចព្រមព្រៀងនេះបាទហើយគឺកិច្ចព្រមព្រៀងនេះបានចុះក្នុងរយៈពេល1ឆ្នាំបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀតគឺអនុសារណៈស្តីពីការយោគយល់ឆ្នាំ2000ដែលត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយចំនួនព្រំដែនគោករវាងប្រទេសទាំងពីរសង្ឃឹមថានឹងប្រើប្រាស់អនុសាសន៍នៃការយោគយល់គ្នានេះដើម្បីទូទាយផ្លូវសម្រាប់ការអភិវឌ្ឍរួមគ្នានៅតំបន់សមុទ្រដែលគេជឿថាសម្បូរទៅដោយឧស្ម័នធម្មជាតិដោយធ្វើតាមគំរូដែលបានអនុវត្តកន្លងមកដោយជោគជ័យដែលប្រើប្រាស់ដោយប្រទេសថៃនិងប្រទេសម៉ាឡេស៊ីប៉ុន្តែអ្នករិះគន់បាននិយាយថាអនុសារណៈស្តីពីការយោគយល់គ្នានេះត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ដោយចុះហត្ថលេខាត្រឹមតែរយៈពេល44ថ្ងៃបន្ទាប់ពីការចរចាបានចាប់ផ្ដើមបើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងស្តីងគ្នានេះជាមួយនឹងប្រទេសម៉ាឡេស៊ីដែលចំណាយពេលចរចារហូតដល់7ឆ្នាំឯណោះលោកអនុทินបាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសថៃនឹងលើកឡើងពីការខ្វះវឌ្ឍនភាពណាមួយលើបញ្ហានេះចាប់តាំងពីកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាហេតុផលសម្រាប់ការលុបចោលកិច្ចព្រមព្រៀងនេះនៅពេលណាដែលរដ្ឋាភិបាលថ្មីរបស់លោកចូលកាន់តំណែងលោកបានថ្លែងកាលពីខែមុនថាមានការផ្លាស់ប្ដូរជាច្រើនក្នុងរយៈពេលកន្លះ 1/4 នៃសតវត្សរ៍កន្លងមកនេះរួមទាំងបច្ចេកវិទ្យាសម្រាប់គូសវាសផែនទីផងដែរនៅពេលដែលលោកបានលើកឡើងពីគំនិតនៃអនុសារណៈស្តីពីការយោគយល់គ្នាសម្រាប់ឆ្នាំក្រោយនេះបាទដែលអាចធ្វើបច្ចុប្បន្នភាពដើម្បីដោះស្រាយបញ្ហាព្រំដែនគោកនិងព្រំដែនសមុទ្របាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ណាដែលខ្ញុំសូមដកស្រង់មកនេះគឺខាងលោកអនុทินបានបញ្ជាឲ្យមានការសិក្សាពីលទ្ធភាពនៃការលុបចោល MOU ឆ្នាំ2001នេះគឺតកតងជាមួយនឹងការបោះឆ្នោតនៅក្នុងប្រទេសថៃហើយក៏ជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ដែរដែលខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិមិត្តគឺគណៈបកប្រជាជនដែលជាគណៈបកដឹកនាំដោយក្រមយុវជនដែលនិយមទំនោរទៅរកលទ្ធិប្រជាធិបតេយ្យនិងការកែតម្រង់នោះបានដាក់សំណើសុំរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតចំនួន10នៅក្នុងខេត្តនានាក្នុងទូទាំងប្រទេសបាទនៅក្នុងខេត្តនោះគឺមាននគររាជសីមាសមុទ្រប្រការបាទតាសារបុរីមហាសារខំនិងឆៃណាតឈុនបុរីលំប៉ាងជាដើមបាទខ្ញុំសូមមិនរៀបរាប់ទាំងអស់ទេគណៈបកនេះបានបង្ហោះសារមួយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃអង្គារដោយប្រកាសថាខណៈដែលខ្លួនទទួលយកលទ្ធផលនៃការបោះឆ្នោតទាំងមូលរួមទាំងជ័យជំនះនិងការចាញ់ស្លឹកឆ្នោតក៏ប៉ុន្តែមិនអាចទទួលយកអ្វីដែលខ្លួនអះអាងថាជាភាពមិនប្រក្រតីនៃដំណើរការរាប់សន្លឹកឆ្នោតបានទេបាទនេះគឺបើតាមជំហររបស់គណៈបកសេចក្តីថ្លែងការណ៍របស់គណៈបកបាននិយាយថារាល់សន្លឹកឆ្នោតឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនហើយវាជាកាតព្វកិច្ចរបស់
គណៈបកនៅក្នុងការពារសិទ្ធិរបស់ប្រជាពលរដ្ឋដូច្នេះគណៈបកបានបង្កើតក្រុមការងារពិសេសមួយដើម្បីទទួលពាក្យបណ្ដឹងនិងបន្តសកម្មភាពផ្លូវច្បាប់ទាក់ទងនឹងភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតនៅទូទាំងប្រទេសបាទគិតត្រឹមថ្ងៃអង្គារគឺគណៈបកបានដាក់សំណើសុំរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតចំនួន10គណៈបកបានជំរុញឲ្យអ្នកបោះឆ្នោតដែលមានភស្តុតាងនៃភាពមិនប្រក្រតីជាពិសេសរូបថតនៃសន្លឹកឆ្នោតដែលបានបង្ហាញនៅការិយាល័យបោះឆ្នោតឲ្យដាក់ស្នើព័ត៌មានតាមរយៈបណ្ដាញផ្លូវការរបស់គណៈបកដើម្បីឲ្យយកមកផ្ទៀងផ្ទាត់ថាតើការរាប់សន្លឹកឆ្នោតដែលបានបង្ហោះត្រូវគ្នានឹងលទ្ធផលចុងក្រោយដែលបានគេបូកបញ្ជីឲ្យឬក៏ឬអត់នោះបាទគឺការទីមទារបស់គណៈបកនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់នៅតាមបណ្ដាញសង្គមមានវងប្រជាពលរដ្ឋជាច្រើនបានប្រមូលផ្ដុំគ្នាពេញមួយយប់ដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតលេខ1នៃខេត្តឈុនបុរីបន្ទាប់ពីមានរបាយការណ៍អំពីប្រអប់សន្លឹកឆ្នោតដែលដាក់ខុសកន្លែងការដាច់ចរន្តអគ្គិសនីអំឡុងពេលរាប់សន្លឹកឆ្នោតនិងភាពខុសគ្នានៃចំនួនសន្លឹកឆ្នោតដែលរាប់ហើយពួកគេបានចោទប្រកាន់ថាមានប្រអប់សន្លឹកឆ្នោតខ្លះត្រូវបានរក្សាទុកនៅក្នុងទីលានវាយសីហើយរៀបចំផ្លាស់ប្ដូរទីតាំងដោយគ្មានការវាយត្រាត្រឹមត្រូវដែលតម្រូវតាមច្បាប់នោះទេពីព្រោះនៅក្នុងការរក្សាទុកនឹងគឺត្រូវរៀបចំនៅកន្លែងឲ្យបានត្រឹមត្រូវដែលមានប្រអប់មានសុវត្ថិភាពជាងការដាក់នៅទីលានវាយសីបែបនេះហើយត្រូវមានការវាយត្រាឲ្យបានត្រឹមត្រូវមុននឹងដឹកចេញបាទវងមនុស្សដែលមិនពេញចិត្តបានឡោមព័ទ្ធរថយន្តដែលដឹកប្រអប់ឆ្នោតហើយបានទាមទារឲ្យមានការពន្យល់ពីមន្ត្រីបោះឆ្នោតដោយអំពាវនាវឲ្យមានតម្លាភាពនៅក្នុងដំណើរការរាប់សន្លឹកឆ្នោតយ៉ាងបាទនេះគឺជារឿងនៃការសុំរាប់សន្លឹកឆ្នោតហើយនៅក្នុងការវិវត្តមួយស្តៀងគ្នានឹងដែរគឺតកតងនឹងការតវ៉ាគឺតវ៉ាយ៉ាងហោចណាស់ក៏មានពាក្យបណ្ដឹងចំនួន113ផ្សេងទៀតដែលចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលបានដាក់ជូនទៅដល់គណៈកម្មាធិការរៀបចំការបោះឆ្នោតបាទក្នុងពេលតាំងពីការបោះឆ្នោតបានបញ្ចប់ហើយនេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតកាលពីថ្ងៃច័ន្ទក្នុងចំណោមពាក្យបណ្ដឹងទាំងនោះគឺគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថាមានពាក្យបណ្ដឹងចំនួន107ពាក់ព័ន្ធនឹងការទិញស្លឹកឆ្នោតគឺក្រមមាត្រាតាមច្បាប់ស្តីពីការបោះឆ្នោតហ្នឹងគឺពិនិត្យមើលទៅអាចមានយកជាការបានដែលត្រូវនឹងដោះស្រាយគឺអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃបានថ្លែងប្រាប់ប្រព័ន្ធសារផ្សព្វផ្សាយព័ត៌មាននៅថ្ងៃច័ន្ទថាបញ្ហានេះគឺគណៈកម្មាធិការបានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទហើយយល់ព្រមបំភ្លឺឲ្យមានការបំភ្លឺតាក់ទងនឹងហេតុការណ៍នានាតាក់ទងជាមួយនឹងនីតិវិធីបោះឆ្នោតសន្លឹកឆ្នោតដែលខូចឬរហែកការចាប់ខ្លួននិងបច្ចេកទេសក្នុងការរាយការណ៍អំពីការបោះឆ្នោតជាដើមបាទអញ្ចឹងនេះគឺជាព័ត៌មានដែលបង្ហាញអំពីភាពមិនប្រក្រតីនៅក្នុងការរាប់សន្លឹកឆ្នោតនិងការទិញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនៅក្នុងប្រទេសថៃគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានសម្ភាសមន្ត្រីរបស់កម្ពុជាហើយបានធ្វើសេចក្តីរាយការណ៍នេះបាទខ្ញុំសូមបកប្រែទូក្រៅផ្លូវការជូនប្រិមិត្តដូចតទៅបាទកម្ពុជានៅតែបន្តធ្វើការជាមួយប្រទេសចិនសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសលើករណីរបស់លោកចិនស៊ីដែលជាអ្នកជំនួញមហាសេដ្ឋីដែលត្រូវបានចោទប្រកាន់ពីបទធ្វើជាមេខ្លោងនៃបណ្ដាញដ៏ធំមួយដែលបោកប្រាស់ប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះនៅទូទាំងពិភពលោកនេះបើយោងតាមមន្ត្រីរដ្ឋាភិបាលរបស់កម្ពុជាលោកឆាយស៊ីណារិតមន្ត្រីជាន់ខ្ពស់ដែលទទួលបន្ទុកគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាបានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន South China Morning Post កាលពីថ្ងៃច័ន្ទថាគឺកម្ពុជាកំពុងតែសហការជាមួយនឹងសហរដ្ឋអាមេរិកប្រទេសចិននិងចក្រភពអង់គ្លេសផងដែរលោកចិនដែលមានសញ្ជាតិជាច្រើនរួមទាំងមានសញ្ជាតិកម្ពុជាត្រូវបាននិរទេសទៅប្រទេសចិនកាលពីខែមុនការធ្វើបច្ចុប្បន្នរបស់គាត់ដែលអាជ្ញាធរកម្ពុជាបាននិយាយថាកើតឡើងបន្ទាប់ពីកិច្ចសហប្រតិបត្តិការជាច្រើនខែរវាងរដ្ឋាភិបាលទាំងពីរគឺបានតាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីព្រោះគាត់ត្រូវបានចាប់ប្រកាន់នៅសហរដ្ឋអាមេរិកកាលពីខែតុលាហើយត្រូវបានសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសដាក់ទណ្ឌកម្មផងដែរ
មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកបានរឹបអូសយកថវិកា Bitcoin ដែលមានតម្លៃប្រហែល $15,000 លានដែលត្រូវបានចោទប្រកាន់ថាជាលុយដែលរកបានពីគម្រោងរបស់លោកចិននៅក្នុងអ្វីដែលប្រធានរបស់ FBI របស់សហរដ្ឋអាមេរិកលោក Kash Patel បានពិពណ៌នាថាជាការបង្ក្រាបការក្លែងបន្លំបោកប្រាស់ហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រគឺនៅតែមិនទាន់ដឹងច្បាស់ទេថាតើលោកចិននឹងត្រូវនាំខ្លួនទៅកាត់ទោសនៅសហរដ្ឋអាមេរិកដែរឬអត់ពីព្រោះរវាងទីក្រុងប៉េកាំងនិងទីក្រុង Washington គឺមិនមានកិច្ចព្រមព្រៀងបច្ចាប័ននៅក្នុងការបញ្ជូនមនុស្សនោះទេដោយថ្លែងនៅក្នុងទីស្នាក់ការកណ្ដាលរបស់ប៉ូលីសជាតិក្នុងទីក្រុងភ្នំពេញលោកស៊ីណារិតបានប្រាប់ South China Morning Post ថារដ្ឋាភិបាលរបស់លោកបានសម្រេចចិត្តនិរទេសលោកចិនទៅកាន់ប្រទេសចិនបន្ទាប់ពីដកសញ្ជាតិកម្ពុជារបស់លោកនៅក្នុងខែធ្នូលោកស៊ីណារិតក៏បាននិយាយតាមរយៈអ្នកបកប្រែថារយៈពេលដែលរកឃើញថាលោកមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិតយើងក៏បានរកឃើញថាលោកបានប្រើប្រាស់ឯកសារคล้ายៗដើម្បីទទួលបានសញ្ជាតិកម្ពុជាលោកបានបន្ថែមថាដោយការដកសញ្ជាតិកម្ពុជាគឺសញ្ជាតិរបស់លោកត្រូវបានប្ដូរទៅជាសញ្ជាតិចិនវិញហើយនោះហើយជាមូលហេតុដែលកម្ពុជាទទួលខុសត្រូវក្នុងការបញ្ជូនលោកត្រឡប់ទៅប្រទេសដែលលោកចេញមកលោកចិនដែលកើតនៅក្នុងភូមិនេសាទមួយនៅក្នុងខេត្តហ្វូជៀនភាគខាងកើតប្រទេសចិនបានក្លាយជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ2014ហើយចាប់តាំងពីពេលនោះមកលោកបានលះបង់សញ្ជាតិចិនរបស់លោកក៏បានកាន់លិខិតឆ្លងដែនរបស់ប្រទេសសាំងលូស៊ីវ៉ាន់ណូទូនិងស៊ីបមកគេថា Cyprus ផងដែរនេះនៅក្នុងអត្ថបទបានបញ្ជាក់ប៉ុន្តែក្នុងអត្ថបទកន្លងមកគឺបានបញ្ជាក់ថាលោកចិនក៏មានសញ្ជាតិអង់គ្លេសផងដែរចាំបានន័យថាលោកចិននេះគឺសញ្ជាតិច្រើនណាបាទនៅពេលដែលលោកចិនបានចាក់ចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសចិននៅថ្ងៃទី7ខែមករាដោយមានប៉ូលីសចិនប្រដាប់អាវុធអមដំណើរក្រសួងសន្តិសុខសាធារណៈរបស់ទីក្រុងប៉េកាំងបានពិពណ៌នាលោកថាជាជនជាតិចិនហើយបានសាទរប្រតិបត្តិការនេះថាជាសមិទ្ធផលដ៏សំខាន់មួយក្នុងការអនុវត្តច្បាប់រួមគ្នាជាមួយនឹងប្រទេសកម្ពុជាអាជ្ញាធរប៉ូលីសចិនបាននិយាយថាការស៊ើបអង្កេតកំពុងបន្តទៅលើក្រុមរបស់លោកចិនដែលត្រូវបានសង្ស័យថាមានបទល្មើសជាច្រើនរួមទាំងការដំណើរការកន្លែងលេងល្បែងខុសច្បាប់ការក្លែងបន្លំបោកប្រាស់ប្រតិបត្តិការអាជីវកម្មខុសច្បាប់និងការលាក់បាំងកាប់កេងប្រាក់ចំណូលពីអក្រិតកម្មរបស់ខ្លួនបន្ទាប់ពីការនិរទេសលោកចិនអាជ្ញាធរសន្តិសុខសាធារណៈចិនក៏បានចេញសេចក្តីជូនដំណឹងមួយដែលជំរុញឲ្យជនសង្ស័យដែលកំពុងរត់គេចខ្លួនហើយធ្លាប់មានទំនាក់ទំនងជាមួយនឹងលោកចិនចេញមកប្រគល់ខ្លួនដោយការធានាថានឹងដាក់ទណ្ឌកម្មស្រាលឬកាត់បន្ថយទោសចំពោះអ្នកដែលស្ម័គ្រចិត្តចេញមកសារភាពយោងតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកលោកចិននិងសហការីរបស់គាត់បានចាប់ផ្ដើមសាងសង់បរិវេណនានានៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ2015ជាកន្លែងដែលមានអ្នកធ្វើការរាប់ពាន់អ្នកត្រូវបានបង្ខំឲ្យធ្វើប្រតិបត្តិការឆបោកបាទដោយមានការគំរាមកំហែងនិងប្រើអំពើហិង្សាលើជនទាំងនោះផងដែរនៅឆ្នាំ2020ប្រទេសចិនបានបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតអក្រិតកម្មឆ្លងដែនដែលរួមមានការស៊ើបអង្កេតលើក្រុមហ៊ុន Prince Holding Group យោងតាមក្រសួងសន្តិសុខសាធារណៈដែលនៅពេលនោះគឺជនសង្ស័យចំនួន458នាក់ដែលមានទំនាក់ទំនងជាមួយក្រុមនេះត្រូវបានចាប់ខ្លួនពីបទផ្ដាល់សេវាកម្មទូទាត់ប្រាក់សម្រាប់កាស៊ីណូអនឡាញរបស់ខ្លួនបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post ហើយខ្ញុំសាកល្បងបញ្ចូលរូបនេះមួយទៀតទៅមើលគឺបាទអ្វីដែលខ្ញុំចង់និយាយនេះគឺចេះទេគឺនៅក្រៅពីអត្ថបទរបស់ South China Morning Post នេះគឺខ្ញុំឃើញរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាគឺលោកនេតភត្រាក៏បានសរសេរអត្ថបទបញ្ចេញមតិមួយនៅក្នុងកាសែត South China Morning Post នឹងដែរគឺចេញផ្សាយកាលពីម្សិលមិញបាទបានន័យថាពេលបាទម្សិលមិញនៅអាមេរិកនេះគឺបានន័យថាព្រឹកមិញមកនៅប្រទេសកម្ពុជាបាទខ្ញុំមានណាប៉ុន្តែខ្ញុំបញ្ចូលរូបមិនបានអញ្ចឹងគឺគាត់បានសរសេរតាក់ទងជាមួយនឹងការខិតខំរបស់កម្ពុជាក្នុងការបង្ក្រាបនឹងដែរអ្វីដែលខ្ញុំចង់បានជម្រាបជូនប្រិយមិត្តនឹងគឺចេះទេដោយដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកគឺថាក្នុងករណីដែលជួបបញ្ហាអ្វីក៏ដោយនៅចាំបាននេះពេលរឿងជាមួយថៃជាមួយនេះគឺមន្ត្រីជាន់ខ្ពស់របស់កម្ពុជាហើយហ្នឹងគឺគួរតែសរសេរ op-ed បញ្ចេញមតិហ្នឹង
ទៅសារព័ត៌មានធំបាទដើម្បីឲ្យបានដឹងនៅចាំបានប្រិមិត្តដែលចូលតាំងពីយូរហើយនៅចាំចំណុចនេះដែលខ្ញុំបញ្យល់នឹងបានហើយអញ្ចឹងដូច្នេះតកតងរឿងonline scam ហ្នឹងគឺឃើញម្សិលមិញគឺបាទដែលថាព្រឹកមិញនៅកម្ពុជាហ្នឹងគឺឃើញលោករដ្ឋមន្ត្រីគាត់បានសរសេរទៅដែរបាទខ្លឹមសារគឺស្តៀងហ្នឹងបាទស្តៀងហ្នឹងគឺការប្រឹងប្រែងរបស់កម្ពុជាហ្នឹងបាទខ្ញុំសូមមិនយកខ្លឹមសារមកជូនហើយខ្ញុំនិយាយនៅពេលនេះគឺគាត់ថាខ្ញុំសូមបើកវងកញ្ចក់គឺអ្នកណាដែលចេះជាងខ្ញុំសូមនៅស្ងៀមសិនទៅខ្ញុំចង់បញ្យល់ទៅដល់អ្នកដែលមិនទាន់មានបទពិសោធន៍គឺដែលនៅក្មេងហើយចង់ដឹងរឿងគឺនៅពេលដែលរឿងបែបអញ្ចឹងគឺត្រូវសរសេរអត្ថបទទៅអញ្ចឹងបាទអញ្ចឹងឥឡូវខ្ញុំឃើញរដ្ឋមន្ត្រីរបស់កម្ពុជាបានសរសេរបញ្យល់ទៅខាង South China Morning Post ហើយ South China Morning Post ហ្នឹងនៅខាងក្រៅគេអានច្រើនដូច្នេះគេបានដឹងអញ្ចឹងអ្វីដែលខ្ញុំលើកបាននិយាយជម្រាបជូនប្រិមិត្តនៅពេលនេះគឺវាមានគោលបំណងពីរគឺគោលបំណងទី1គឺចង់បញ្ជាក់ថាកម្ពុជាគេធ្វើបានបាទគឺរបៀបហ្នឹងគឺធ្វើត្រឹមត្រូវនៅក្នុងការគ្រប់គ្រងនៅព័ត៌មានបាទសមរភូមិព័ត៌មានបាទហើយត្រូវមានការងារទៅធ្វើទៀតណាពីរឿងព្រំដែនហ្នឹងទៅធ្វើបន្តទៀតប៉ុន្តែឃើញធ្វើដែរចំណុចទី2ដែលខ្ញុំលើកមកចង់បញ្យល់ប្រាប់ប្រិមិត្តដែលថាខ្ញុំថាក្មេងៗដែលនៅមិនទាន់មានបទពិសោធន៍ឲ្យចេះឥឡូវសាកក្នុងករណីដែលខ្ញុំអានព័ត៌មានជូនវិញអញ្ចឹងបើសិនជាប្រិមិត្តធ្វើជាជំនួយការឬក៏ជារដ្ឋលេខាធិការក៏ដោយដែលទៅធ្វើការឲ្យរដ្ឋមន្ត្រីតើត្រូវសរសេរយ៉ាងម៉េចតាក់ទងនឹងរឿងហ្នឹងឥឡូវហ្នឹងមេរៀនដែលខ្ញុំអាចឲ្យយកប្រិមិត្តយកទៅពិចារណាខ្ញុំជឿថាទាំងអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលទាំងអ្នកដែលមិនគ្រប់គ្រងរដ្ឋាភិបាលគឺចូលមកស្ដាប់ហ្នឹងសាកសើទៅវិញសរសេរទុកពេលមួយអាទិត្យឲ្យសរសេរតើសរសេរបានអត់ណាបាទសរសេរជាភាសាអង់គ្លេសសម្រាប់ទៅកាសែត South China Morning Post ទៅ New York Times សរសេរដោយថារដ្ឋមន្ត្រីឲ្យពេលយើងមួយអាទិត្យដើម្បីសរសេរតើយើងអាចសរសេរបានយ៉ាងម៉េចបានជាងការមិនដល់មួយអាទិត្យផងឲ្យតែ2ថ្ងៃឬក៏មួយថ្ងៃឲ្យសរសេរបាទយើងសរសេរយើងរៀនកម្រិតយើងថាតើបើយើងមុននឹងយើងរិះគន់ថាគេមិនចេះធ្វើការគេដឹកនាំមិនល្អអីហ្នឹងបើយើងមើលខ្លួនឯងយើងវិញបើសិនឲ្យការងារសាមញ្ញប៉ុណ្ណឹងតើយើងអាចសរសេរបានអត់បាទពីព្រោះក្នុងពេលកន្លងមកខ្ញុំឃើញប្រិមិត្តមួយចំនួនគាត់ចង់បានចំណេះដឹងពីខ្ញុំจะបញ្យល់អីហ្នឹងបាទឥឡូវខ្ញុំអាចជូនជាឧទាហរណ៍អញ្ចឹងណាបាទតើយើងអាចសរសេរបានអត់បាទការងារនេះបើអ្នកធម្មតាបាទយើងអាចសរសេរតែមួយថ្ងៃហើយបុកព័ត៌មានគ្រប់ជ្រុងជ្រោយអីទាំងអស់ខ្លឹមសារល្អនឹងហើយអញ្ចឹងបើតាយើងសាកសរសេរមើលជាភាសាអង់គ្លេសបាទខ្ញុំគាត់ទៅជូនគេថា exercise ប៉ុណ្ណឹងទេសម្រាប់ក្មួយណាដែលថាគាត់កំពុងតែធ្វើការសិក្សាបន្ថែមអញ្ចឹងខ្ញុំចែករំលែកប៉ុណ្ណឹងណាបាទបើថាធ្វើមិនទាន់បានទេប្រឹងទៀតបាទប្រឹងសរសេរឲ្យបានមើលបើយើងសរសេរបាននឹងបានដល់កម្រិតមួយដែលយើងអាចគ្រប់គ្រងខាងគេថាសមរភូមិព័ត៌មាននឹងខ្លះបាទចូលរួមចំណែកបានបាទអញ្ចឹងសូមត្រឡប់មករឿងវិញចឹងនឹកឃើញរឿងហ្នឹងអញ្ចឹងចែករំលែកចំណេះដឹងដល់បងប្អូនក្មួយមួយចំនួនសូមជូនខ្លីទេគឺយកដែរទៅហើយនៅកម្ពុជាហ្នឹងគឺបើយកតាមសេចក្តីរីកានេះឲ្យដឹងថាប្រទេសចិនក៏ថាគោលជំហររបស់គាត់ចំពោះប្រទេសជប៉ុនគឺមិនផ្លាស់ប្ដូរទេបើទោះបីជាមានការបោះឆ្នោតនៅក្នុងប្រទេសជប៉ុនក៏ដោយក៏ថាការបោះឆ្នោតតែមួយហ្នឹងមិនអាចឲ្យជប៉ុនឲ្យចិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួនចំពោះប្រទេសជប៉ុនបានទេបាទនេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ប្រទេសចិនបានថ្លែងកាលពីថ្ងៃច័ន្ទម្សិលមិញណាបាទហើយគឺយើងបានដឹងហើយគឺនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យមានការបោះឆ្នោតមួយដែលអ្នកស្រីនាយករដ្ឋមន្ត្រីសាណាអេតាកាអេជីបាទដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនបានឈ្នះឆ្នោតភ្លុកទឹកភ្លុកដីមកជាមួយនឹងសម្ព័ន្ធមិត្តរបស់អ្នកស្រីបាទដែលអាចអនុញ្ញាតឲ្យបាទគណៈរដ្ឋាភិបាលរបស់លោកស្រីនឹងគឺបាទអាចនឹងអនុវត្តតាមការសន្យារបស់គាត់គឺទី1គឺកាត់បន្ថយតាក់បាទកាត់បន្ថយពន្ធបាទបន្ថយពន្ធដើម្បីឲ្យប្រជាពលរដ្ឋមានថវិកាច្រើនជាងមុនហើយនឹងបង្កើនការចំណាយយោធាបាទអញ្ចឹងបានន័យថាការចំណាយខាងផ្នែកយោធានោះដើម្បីក្នុងសេចក្តីរាយការណ៍និងអត្ថាធិប្បាយកន្លងមកគឺដើម្បីទប់ជាមួយនឹងឥទ្ធិពលរបស់ចិនផងដែរបាទពីព្រោះអ្នកស្រីធ្លាប់មានគេថាចំនួនការទូតនឹងជាមួយនឹងទីក្រុងប៉េកាំងតាំងពីខែវិច្ឆិកាមកនៅពេលដែលអ្នកស្រីបាននិយាយថាបើសិនជាប្រទេសចិនហ៊ានវាយប្រហារដែនកោះតៃវ៉ាន់គឺប្រៀបដូចជាការគំរាមកំហែងដោយផ្ទាល់តែម្ដងចំពោះប្រទេសជប៉ុនហើយចាត់ទុកថាប្រទេសចិនគឺជាការគំរាមកំហែងចំពោះការរស់រានមានជីវិតរបស់ប្រទេសជប៉ុនផងដែរបាទហើយតាក់ទងជាមួយនឹងបញ្ហាដែនកោះតៃវ៉ាន់ហ្នឹងគឺចិនជាមួយនឹងដែនកោះតៃវ៉ាន់គឺមានបញ្ហាមិនទាន់ដោះស្រាយបានគឺចិននៅតែថាថ្លែងថាដែនកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនគឺមិនឲ្យដែនកោះតៃវ៉ាន់
ប្រកាសផ្ដាច់ខ្លួនប្រកាសឯករាជ្យនោះទេបាទប្រសិនបើនេះបែបនេះគឺចិនមិនទាន់ចានចោលនៅជំរឿសនៃការប្រើប្រាស់យោធានោះឡើយបាទគឺនៅក្នុងពេលកន្លងមកហ្នឹងគឺខាងចិនបានឲ្យអ្នកស្រីគឺដកពាក្យឡើងវិញតាក់ទងជាមួយនឹងការថ្លែងពាក់ព័ន្ធជាមួយនឹងដែនកោះតៃវ៉ាន់នេះបាទហើយគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ចិនគឺលោកលីនជៀនក៏បានថ្លែងដែរនៅថ្ងៃច័ន្ទនេះគឺនៅតែទទូចឲ្យប្រទេសជប៉ុនបាទដកពាក្យឡើងវិញតាក់ទងនឹងការថ្លែងតាក់ទងនឹងកោះតៃវ៉ាន់នេះគឺតាក់ទងជាមួយនឹងហ្វីលីពីនជាមួយនឹងប្រទេសចិនបាទបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺលោកឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកគាត់បានថ្លែងកាលពីថ្ងៃអង្គារបាទនៅថ្ងៃអង្គារនេះគឺថាគឺរវាងប្រទេសហ្វីលីពីននិងប្រទេសចិនគឺទៅតែធ្វើយ៉ាងណាបន្ធូរបន្ថយកម្ដៅរវាងប្រទេសទាំងពីរបាទគឺហើយជាការមួយបង្ហាញថាភាគីទាំងពីរមានចេតនានៅក្នុងបាទការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងបន្ធូរបន្ថយភាពតានតឹងនឹងគ្នាហើយក៏ដូចជាការស្វែងរកលទ្ធភាពនៃការធ្វើសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចផងដែរគឺលោកឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកលោក Jose Manuel Romol de លោកបានថ្លែងបែបនេះថាគឺទំនាក់ទំនងរវាងទីក្រុងម៉ានីលជាមួយនឹងទីក្រុងប៉េកាំងគឺគេទៅកំណត់ថាមានរឿងច្រើនដែលអាចធ្វើការជាមួយគ្នាគឺមិនត្រូវកំណត់ត្រឹមតែរឿងចំនួននៅក្នុងដែនសមុទ្រចិនខាងត្បូងនោះទេបាទគឺជារឿងមួយដែលខាងហ្វីលីពីននៅតែចាត់ទុកថាការទាមទាររបស់ចិនវាជារឿងខុសច្បាប់មិនត្រឹមត្រូវតាមច្បាប់ទេក៏ប៉ុន្តែក៏កុំឲ្យយកបញ្ហានោះមកគ្របដណ្ដប់ទៅលើទំនាក់ទំនងទាំងមូលផងដែរបាទគឺប្រិមិត្តបានដឹងហើយនៅក្នុងពេលប្រហែលសប្តាហ៍កន្លងមកនេះគឺបាទមានការថ្លែងសម្ដីដាក់គ្នាធ្ងន់ធ្ងរផងដែររវាងមន្ត្រីនៃស្ថានទូតចិនហើយនិងខាងមន្ត្រីរបស់ហ្វីលីពីនបាទតាក់ទងជាមួយនឹងការដែលការប្រើការទូតនិងមហាសាសតាក់ទងជាមួយនឹងចំនួននៅសមុទ្រចិនខាងត្បូងនេះហើយក៏មន្ត្រីទាំងពីរក៏បាទទាមទារកុំឲ្យមានការប្រើប្រាស់នៅមហាសាសជាសាធារណៈក្នុងការថ្លែងរិះគន់គ្នានេះដោយដោះស្រាយបញ្ហានៃការខុសប្លែកគ្នាតាមរយៈយន្តការការទូតវិញបាទអញ្ចឹងនេះគឺជាការវិវត្តមួយក្នុងខណៈពេលដែលហ្វីលីពីននៅពេលបច្ចុប្បន្ននេះគឺជាប្រធានរបស់អាស៊ានគឺខិតខំយ៉ាងណាដើម្បីបន្ធូរបន្ថយនៅការឈ្លោះគ្នានេះពីព្រោះអីលោកឯកអគ្គរដ្ឋទូតយល់ថាវាជារឿងសំខាន់ណាស់នៅក្នុងការធានាឲ្យបាននៅការចូលរួមចំណែកយ៉ាងខ្លាំងដើម្បីសម្រេចឲ្យបានគេថាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងអញ្ចឹងដោយដែលនៅក្នុងពេលកន្លងមកអ្នកវិភាគបាននិយាយឲ្យគឺថាក្នុងនាមជាប្រធានអាស៊ានគឺហ្វីលីពីនប្រហែលជាទៅផ្ដោតទៅលើការធ្វើយ៉ាងណាសម្រាប់ឲ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនេះបាទអញ្ចឹងឥឡូវនេះតាមរយៈបទសម្ភាសន៍របស់លោកឯកអគ្គរដ្ឋទូតរបស់ប្រទេសហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកនេះគឺយើងបានឃើញថាក្នុងនាមជាប្រធានអាស៊ានគាត់ខិតខំបន្ធូរបន្ថយភាពតានតឹងនិយាយបន្ធូរបន្ថយភាពតានតឹងដើម្បីធ្វើយ៉ាងណាផ្ដោតទៅលើការចរចាគ្នាឲ្យសម្រេចបាននៅក្រមប្រតិបត្តិនេះបាទនេះគឺជាព័ត៌មានទី5ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយមានអត្ថបទមួយទៀតដែរគឺរបស់ South China Morning Post បាទ South China Morning Post គាត់បានធ្វើបទវិភាគថាតើការដែលសហរដ្ឋអាមេរិកបាទលុបចោលការហាមឃាត់ការលក់អាវុធទៅប្រទេសកម្ពុជាហ្នឹងតើវាមានអត្ថន័យយ៉ាងណាដែរចំពោះចំណងតាក់ទងខាងផ្នែកយោធារវាងប្រទេសទាំងពីរអញ្ចឹងខ្ញុំនឹងព្យាយាមបកប្រែអត្ថបទនេះចែករំលែកឲ្យប្រិយមិត្តទាំងអស់គ្នាប្រហែលជាអាចនឹងធ្វើមុនពេលកម្មវិធីផ្សាយបច្ចុប្បន្នភាពអាមេរិកាំងណាប្រសិនបើធ្វើទាន់ខ្ញុំដាក់មុនហើយនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំមិនយកមកផ្សាយទេអញ្ចឹងរងចាំមើលផងនៅក្នុងខ្ទង់វីដេអូណាវីដេអូមិនមែននៅក្នុងខ្ទង់ live ទេអញ្ចឹងបើសិនជាខ្ញុំធ្វើទាន់ខ្ញុំនឹងដាក់នៅកន្លែងនោះមុនណាបាទចាសសូមអរគុណប្រិយមិត្តច្រើនបាទអរគុណប្រិយមិត្តច្រើនដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះមើលម៉ោងប្រហែលហើយម៉ោងនៅកម្ពុជាម៉ោង10 នាទីយប់ហើយបាទអញ្ចឹងសូមអរគុណបាទសូមជម្រាបលា